បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលស្រឡាញ់ចូលចិត្តខាងចិញ្ចឹមមាន់ស្រែទាំងអស់គ្នាបាទបែកខ្ញុំមួយរយៈឥឡូវនេះគឺយើងជួបគ្នាបន្តទៀតណាបាទដោយកូនមាន់ដែលខ្ញុំថតនេះគឺអាយុបាន7ថ្ងៃបងប្អូនក្រុមនឹងបាទស្គួយចម្រុះពណ៌មាន100ក្បាលទាំងអស់ណាបាទហើយនៅខាងនេះទៀតបាទខាងនេះគឺស្គួយចម្រុះពណ៌ដែរបងប្អូនណាអាយុទុំបាន11ថ្ងៃបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចិញ្ចឹមកូនមាន់បាទជួបតែបញ្ហាសង្គកបាសរោមរួញកជើងស្ងួតរាករូសបាទឈោស្រែកអត់ស៊ីចំណីខ្ញុំមានដំណោះស្រាយជូនបងប្អូនណាបើសិនជាបងប្អូនចង់ដឹងបងប្អូនអាចcomment ឬក៏ទេមកខ្ញុំបាទក្នុងករណីដែលមុនបងប្អូនវាជួបបញ្ហាទាំងអស់ហ្នឹងគឺយើងអត់អាចបដិបដោយទុកយូរបានទេករណីដែលកូនមាន់វាលេងស៊ីចំណីឈោស្រែកជើងស្ងួតបាសរោមរាករូសពិសេសជំងឺរាកតែម្ដងបងប្អូនណាបាទរាកងាប់លឿនណាស់មុនតែ2ទៅ3ថ្ងៃងាប់អស់ហើយអត់មានសល់ទេអញ្ចឹងយើងត្រូវតែកែលម្អឬក៏រកជំនួយបាទសម្រាប់បងប្អូនយើងនេះដែលគាត់ខ្វះបច្ចេកទេសទៅលើការថែទាំយើងមិនអាចនៅស្ងៀមទេបងប្អូនណាយើងត្រូវតែរកជំនួយឬក៏រកអ្នកណាម្នាក់ដែលគេមានបទពិសោធន៍ទៅលើការថែទាំកូនមាន់ឬក៏ការប្រើប្រាស់ថ្នាំដើម្បីជំនួយវាការពារវាមួយចំនួនអញ្ចឹងយើងដើម្បីទៅយកទៅកែលម្អមាន់បងប្អូនឲ្យវាមកវិលមកសភាពដើមវិញឲ្យវាខ្លាខ្លំស៊ីចំណីអញ្ចឹងណាបាទអញ្ចឹងសម្រាប់ព័ត៌មានផ្សេងៗបងប្អូនដែលគាត់ចង់ដឹងឬក៏ចង់កែលម្អទៅលើមាន់បងប្អូនដែលជួបបញ្ហាដូចខ្ញុំរៀបរាប់អស់មិញបងប្អូនអាចតាក់ទងមកលេខនៅលើវីដេអូនឹងខ្ញុំដាក់2ខ្សែណាប្រព័ន្ធ971ហើយនិង Smart 1អញ្ចឹងជាលេខរបស់ខ្ញុំផ្ទាល់បាទអញ្ចឹងសូមអរគុណ